đây là nó đi đi chỉ ngày đại khang một tụi bạn học tại skin starlight thay mày khai chú láiคือchỉ skin bọt bảo vệ hay comment định đưa được nâng tha mình cáp lại đâu lúc riêng trong stream mà chuyển thomได้จำพวก starlight khai năng trắng này hay starlight khaiนั้นคือបានទៅលើbảo vệហើយចាក់ស្ដែងចំពោះ event មួយចំនួនគឺនៅតែបន្តធ្វើធម្មតាទេតែប្រចាំថ្ងៃតែខាងមុនទៅមកដល់ឲ្យយើងពីមុនមកអញ្ចឹងណាទៅលើevent All Star អញ្ចឹងពីនៅតែដែរទេហើយ skin ថ្មីនេះគឺផលមាននេះហើយគឺ Starlight Season ខែចំពោះខែ July ហ្នឹងហើយមើលទៅពួកវាបានផ្លាស់ប្ដូរครับមួយចំនួនផ្លាស់ប្ដូរครับអូមិនមួយចំនួនទាំងអស់តាមផងបាន Starlight ផ្លាស់ប្ដូរទាំងអស់ទាំងរូបរាងទាំង graphic ទាំងកន្លែងធ្វើតែធ្វើអីគឺផ្លាស់ប្ដូរទាំងអស់តាមផងមើលទៅតំណងពួកចាប់អារម្មណ៍ហើយចំពោះការ Starlight គឺធម្មតានៅតែរក្សាតម្លៃតែ300ធម្មតាហើយជាមួយនឹង Starlight Premium Plus គឺ750ហើយឥឡូវខ្ញុំមានចំនួនដៃមុនខ្ញុំ289ពេជ្រហើយទម្លាប់របស់ខ្ញុំចាក់ស្ដែងគឺខ្ញុំអត់ទៅចិត្តទិញពេជ្រទិញ Starlight ត្មងទេទិញកាតត្មងទេគឺខ្ញុំចិត្តប្រវល់នៅក្នុង Starlight Lucky Box ហើយចំពោះ event ផ្សេងៗដែលមាននៅក្នុង Starlight គឺនៅតែដែរទេតោះឥឡូវយើងចាប់ទៅយើងចាប់លេងចាប់ម្ដងមួយបន្ទាប់មកយើងអ៊ុតមើលថាយើងបានអត់ទេបាន Starlight Point ទេហើយយើងចុចម្ដង2ថាវាបានអត់នៅតែអត់ទេបាន Starlight Point ទេទីទម្លាប់របស់ខ្ញុំគឺខ្ញុំភាគច្រើនគឺខ្ញុំចុចចឹងដើម្បីអីទីមួយយើងចំណេញបាន Starlight Point ផងយើងអាចចំណេញបាន Starlight Fragment ផងទុកសម្រាប់ធ្វើ exchange ផ្សេងៗចឹងឥឡូវយើងបាន Starlight Point អញ្ចឹងឥឡូវយើងប្រព័ន្ធទៀតទៅជាជាប្រព័ន្ធមើលតែយើងមានសំណាងស្មាយពេជ្រអស់មែនឥឡូវបាន Starlight Point ទៀតហើយ100អញ្ចឹងយើងចុច2ដងទៀតបានវាខ្លះយើងអត់មើលបាននៅតែបន្តបាន Starlight Point ដែរទេតំបានអត់សង្ឃឹមយើងព្យាយាមសំណាងយើងក៏ដល់ហើយយើងចុច3ដងទៀតគឺអីបានគេបាន Starlight Point ហើយជាមួយ Starlight Fragment អញ្ចឹងយើងចំណេញត្រង់ហ្នឹងហើយ level របស់យើងក៏ឡើងដែរអញ្ចឹងយើងចុច2ដងទៅយើងបាន60ជាមួយនឹង150 Starlight Point អញ្ចឹងយើងចុចផ្លែទៀត30ទៀតមកបានអត់ទេអូខេបានទាំង3តែម្ដងទាំង point ទាំងកាតហើយជាមួយនឹង fragment អញ្ចឹងកុំនៅចង់ចាំយូរយើងចូលទៅ activate វាទៅដើម្បីយើងបានទទួល gift ផ្សេងៗដែលមាននៅក្នុង